យើងចាំមើលថាតើវាសនារបស់ប្រទេសអ៊ីរ៉ង់នឹងទៅជាយ៉ាងណាបើពេលនេះប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកក៏បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ទៅហើយនោះទោះបីជាលោកប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងថាលោកនឹងសម្រេចចិត្តលើបញ្ហារបស់អ៊ីរ៉ង់នៅពីសប្តាហ៍ទៀតក៏ដោយក៏ប៉ុន្តែប្រធានាធិបតីដូណាល់ត្រាំស្ងាត់បានបញ្ចេញទាហានបាញ់កំទេចរចនាសម្ព័ន្ធផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្រោយពេលវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់លោកប្រធានាធិបតីដូណាល់ត្រាំបានគម្រាមថានឹងវាយកាន់តែខ្លាំងប្រសិនបើអ៊ីរ៉ង់មិនប្រញាប់ចុះកិច្ចព្រមព្រៀងសន្តិភាពទេនោះលោកត្រាំបានព្រមានបែបនេះនៅក្នុងសន្និសីទកថាទៅកាន់ប្រទេសជាតិនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ដោយនិយាយថាបើសិនជាអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពមួយទេនោះការវាយប្រហារទៅថ្ងៃមុខនឹងកាន់តែខ្លាំងជាងនេះទៅទៀតចាំមើលថាតើអាចនឹងមានសន្តិភាពឬនឹងមានសោកនាដកម្មសម្រាប់អ៊ីរ៉ង់ទៅលើសពីអ្វីដែលយើងបានឃើញនៅក្នុងរយៈពេល7ថ្ងៃចុងក្រោយនេះលោកត្រាំបាននិយាយថាត្រូវចាំថាមានគោលដៅនៅសល់ច្រើនទៀតយប់នេះគឺជាយប់លំបាកបំផុតសម្រាប់ពួកគេប៉ុន្តែប្រសិនបើរកសន្តិភាពមិនលឿនជាងនេះនោះទេយើងនឹងឆ្ពោះទៅកាន់គោលដៅផ្សេងទៀតដែលមានភាពជាក់លាក់និងលឿននិងជំនាញជាមិនខានទីលោកប្រធានាធិបតីដូណាល់ត្រាំបានសរសេរនៅលើបណ្ដាញសង្គមមុននេះបន្តិចថាយើងបានបញ្ចប់ការវាយប្រហារដោយជោគជ័យលើទីតាំងផលិតនុយក្លេអ៊ែរ3នៅក្នុងប្រទេសអ៊ីរ៉ង់រួមមាន Fordo, Natanz និង Esfahan យន្តហោះរបស់យើងបានចាកចេញពីដែនអាកាសអ៊ីរ៉ង់ហើយគ្រាប់បែកត្រូវបានទម្លាក់នៅទីតាំងដ៏ចម្បង Fordo យន្តហោះទាំងនេះកំពុងត្រឡប់មកផ្ទះដោយសុវត្ថិភាពសូមអបអរសាទរដល់អ្នកចម្បាំងអាមេរិកដ៏អស្ចារ្យរបស់យើងមិនមានយោធាណាមួយនៅលើពិភពលោកអាចធ្វើបាននោះទេឥឡូវនេះជាពេលវេលាសម្រាប់សន្តិភាពសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះបញ្ហានេះទាំងនេះគឺជាសម្ដីរបស់លោកដូណាល់ត្រាំយើងដឹងហើយថាអ៊ីស្រាអែលដែលសារតែភ័យខ្លាចអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអ៊ីរ៉ង់ជាងមួយសប្តាហ៍មកហើយអ៊ីរ៉ង់បានសងសឹកដោយភាគីទាំងពីរបន្តវាយប្រហារគ្នាដោយប្រើកាំជ្រួចជារៀងរាល់ថ្ងៃសហរដ្ឋអាមេរិកកាលពី2សប្តាហ៍មុនបានព្យាយាមបញ្ចុះបញ្ចូលអ៊ីរ៉ង់ឲ្យចុះកិច្ចព្រមព្រៀងបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរប៉ុន្តែការចរចាគឺមិនបានជោគជ័យនោះទេក្រោយពីការចរចារកដំណោះស្រាយលើសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ដោយប្រទេសផ្សេងទាំងអឺរ៉ុបនិងមជ្ឈិមបូព៌ាជំវិញការវាយប្រហារនេះមន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែក B2 ក៏បានចូលរួមដែរដូច្នេះបានន័យថាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 របស់អាមេរិកបានចល័តទៅកាន់ទឹកដីកោះហ្គាំធ្វើឲ្យប៉ាន់ស្មានថាយន្តហោះនេះអាចចូលរួមក្នុងការវាយប្រហារអ៊ីរ៉ង់រួចទៅហើយអ៊ីរ៉ង់ក៏ទទួលស្គាល់នឹងការវាយប្រហារនេះដែរដោយអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងវិបត្តិខេត្តខមលោក Mortiza Hederi បាននិយាយថារោងចក្រនុយក្លេអ៊ែរ Fordo ពិតជារងការទម្លាក់គ្រាប់បែកពីលើអាកាសពិតមែនចំណែកលោកអាក្បាសលហ៊ីអនុប្រធានផ្នែកសន្តិសុខនៃទីក្រុង Isfahan បាននិយាយថាយើងក៏បានឃើញការវាយប្រហារនៅទីនោះដូចគ្នាសូមជម្រាបថានៅចម្ងាយប្រហែលជា96គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់គឺមានរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅ Fordo គឺស្ថិតនៅក្នុងភ្នំមួយនៅក្បែរទីក្រុងខមរោងចក្រក្រោមដីនេះមានផ្លូវក្រោមដីសំខាន់ចំនួន2ដែលប្រើសម្រាប់បង្កើតសារធាតុអ៊ុយរ៉ាញ៉ូមក៏ដូចជាបណ្ដាញផ្លូវរូងក្រោមដីតូចផងដែរ Fordo ត្រូវបានលាក់ទុកនៅក្នុងតំបន់ភ្នំមួយភាគខាងត្បូងនៃទីក្រុងតេហេរ៉ង់ត្រូវបានគេជឿថាមានជម្រៅជ្រៅជាងផ្លូវក្រោមដីដែលភ្ជាប់ពីចក្រភពអង់គ្លេសទៅបារាំងទៅទៀតដោយសារតែមានជម្រៅជ្រៅបែបនេះហើយទើបធ្វើឲ្យអាវុធរបស់អ៊ីស្រាអែលពិបាកនៅក្នុងការវាយប្រហារកំទេចខ្លាំងណាស់មានតែអាមេរិកទេដែលត្រូវបានគេចាត់ទុកថាមានគ្រាប់បែកខ្លាំងនិងធំល្មមអាចកំទេច Fordo បានគ្រាប់បែករបស់អាមេរិកត្រូវបានគេហៅថា GBU 57 MOP យោងតាមអ្នកជំនាញបានឲ្យដឹងថាវាមានទម្ងន់ 13000 គីឡូក្រាមហើយវាអាចជ្រាបចូលក្នុងបេតុងបានប្រហែល18ម៉ែត្រឬ61ម៉ែត្រនៃផ្ទៃផែនដីមុនពេលដែលផ្ទុះផ្លូវរងក្រោមដី Fordo ត្រូវបានគិតថាមានជម្រៅ80ម៉ែត្រទៅ90ម៉ែត្រដូច្នេះ MOP មិនត្រូវបានធានានឹងទទួលបានជោគជ័យនោះទេប៉ុន្តែវាគឺជាគ្រាប់បែកតែមួយគត់ដែលអាចចូលមកជិតបានមន្ត្រីរបស់អាមេរិកបានបញ្ជាក់ថា MOP ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ
ដោយពីក្របសម្រាប់គោលដៅនីមួយៗត្រូវបានវាយប្រហារដូច្នេះយើងអាចនិយាយបានថានៅ Fordo គឺមិនអាចទប់ទល់បាននោះទេ